សូមគោរពជំរាបសួរពុកម៉ែបងប្អូនអូនពូមីងនិយាយតាមទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំវ៉ាន់ណេតទៀតហើយដែលបងប្អូនឃើញខ្ញុំរៀបក្រដាសប្រាក់ដែរបងប្អូននេះហើយសិតតាក្រដាសប្រាក់ថ្មីបងប្អូនណាខ្លះអើយដូចខ្ញុំនិយាយទៅបានក្រដាសប្រាក់ថ្មីមកអត់ហ៊ានចាយបងប្អូនទុកសំតោបងប្អូនអត់ហ៊ានចាយហើយបងប្អូនណាខ្លះដូចខ្ញុំបានក្រដាសប្រាក់ថ្មីមកអត់ហ៊ានចាយបើយើងមានលុយយើងអាចទៅដូរកន្លែងគេដូរក៏បានដែរបានថ្មីដូចគ្នាហ្នឹងហើយបងប្អូនតែខាងយើងខាត់ទឹកប៉ុន្តែនេះថ្មីឲ្យហ៊ានចាយតែគង់យូរទៅគង់តែចាយឲ្យដើរទេបងប្អូនអរគ្នាដោយសារយើងបើទុកតែ2ដូចក្រដាសប្រាក់1000រៀលនេះទុកតែ2ស្លឹកអីចឹងណាបងប្អូនទុកតែ2ស្លឹកតែបើរូបនេះនេះបងប្អូនក្រដាសប្រាក់នេះខ្ញុំទុកបានមួយមុខ2ស្លឹកឲ្យតែឃើញយកទុកថ្មីបន្តិចដោយសារតែអត់សូវមានតែក្រដាសនេះបងប្អូននេះតែសូវមានឃើញពីច្រើនអ្នកក្រដាសជីវិញបងប្អូនក្រដាសប្រាក់ព្រឹកឆ្នាំ2014ក្រដាសប្រាក់500រៀលហើយក្រដាសប្រាក់1000រៀលផលិតឆ្នាំ2016ខុសគ្នា2ឆ្នាំហើយបោះពុំលើកដំបូងបងប្អូនអរគ្នាផលិតលើកដំបូងហ្នឹងហើយបងប្អូនអរគ្នាវីដេអូនេះចុងក្រោយខ្លីទេបងប្អូនដោយសារវីដេអូនេះមានតែប៉ុណ្្នឹងឯងហើយរូបចម្លាក់សម្រាប់នេះស្ពានបងប្អូនហើយដោយសារតែអត់មានបានទៅថតនេះនៅក្នុងវាំងបងប្អូនអរគ្នានៅក្នុងវាំងហើយដោយសារតែអត់បានទៅថតរូបចម្លាក់តាមវត្តនិងប្រាសាទខ្មែរយើងអញ្ចឹងក៏ថតជាក្រដាសប្រាក់ផុសសិនទៅតាក់ទងនឹងរូបចម្លាក់មានព្រះឆាយាល័ក្ខណ៍ស្ដេចឬក៏អីអញ្ចឹងណាបងប្អូនអរគ្នាបាទចឹងអរគុណច្រើនបងប្អូនអរគ្នាបាទអរគុណច្រើនបងប្អូនកុំភ្លេចជួបខ្ញុំនៅវីដេអូក្រោយទៀតបងប្អូនដែលចង់ទទួលបានវីដេអូថ្មីតាមដាន Channel កុំភ្លេចចុចពាក្យជាឬក៏ចុច Subscribe ដើម្បីខ្ញុំផុសវីដេអូទៅបងប្អូនអាចមើលឃើញចឹងបងប្អូនអរគុណច្រើនជម្រាបលាបាទ